สไตร์នៅពេលដែលគាត់ទងន់បាន8ខែហើយស្រាប់តែកូនគាត់លែងមានបេះដូងហ្មងយើងមិនដឹងថានៅពេលដែលកូនអត់បេះដូងនៅក្នុងអាយុ8ខែភាសាអង់គ្លេសគេហៅថា stillbirth ហ្នឹងគឺមិនមែនកើតមានតែនៅក្នុងប្រទេសយើងដែលកំពុងអភិវឌ្ឍរបាយការណ៍ពីអង្គការសុខភាពពិភពលោក World Health Organization និង United Nations នៅសហរដ្ឋអាមេរិកបានបង្ហាញឲ្យដឹងថាកូនជិត2លាននាក់រៀងរាល់ឆ្នាំត្រូវបានលូតលាស់ហើយលែងលូតបេះដូងតែម្ដងហើយក្នុងនោះយើងឃើញថាស្ត្រីលើសពី5000នាក់ត្រូវបានមានបញ្ហាវិបត្តិផ្លូវចិត្តនិងមានបញ្ហាផលលំបាកក្រោយពីគាត់មានបញ្ហាកូនអត់លូតលាស់នៅក្នុងផ្ទៃនឹងមកទៀតយើងបានឃើញថាទូទាំងពិភពលោកតែម្ដងគឺលើសពី19លានអ្នកនៃកូននៅក្នុងផ្ទៃបើសិនជាយើងអត់ធ្វើការថែទាំពីឥឡូវទៅទេនៅក្នុងរយៈពេល10ឆ្នាំទៅមុខទៀតប្រហែលជាមាន baby រហូតដល់ទៅ19លានអ្នកអាចនឹងមានបញ្ហាក្នុងការស្លាប់ក្នុងផ្ទៃឬមួយក៏សម្រាប់ព្រាមស្លាប់ព្រាមយុទ្ធសាស្ត្ររបស់អង្គការសុខភាពពិភពលោកគេលើកទឹកចិត្តឲ្យយើងធ្វើមិនឲ្យស្ត្រីទាំងអស់ស្គាល់ពីសញ្ញាប្រកាសអាសន្ននៃកូនដែលបាត់លូតលាស់នៅក្នុងផ្ទៃហ្នឹងត្រូវឲ្យស្ត្រីហ្នឹងដឹងថាត្រូវទៅធ្វើការតាមដានផ្ទៃពោះឲ្យបានដិតដល់ដើម្បីឲ្យមានការតាមដានធ្វើមិនទើបយើងអាចដឹងថាតើកូនរបស់យើងក្នុងផ្ទៃនោះអាចមានបញ្ហាគឺនៅពេលដែលទារកអត់សូវរើតិចជាង 50% យើងបញ្ញាប់ទៅពេទ្យតើកត្តាអីគេដែលបង្កឡើងឲ្យស្ត្រីរបស់យើងហ្នឹងប្រឈមជាមួយនឹងការអត់លូតលាស់នៅក្នុងផ្ទៃឬមួយក៏កូនអត់បេះដូងហ្នឹងគឺក្នុងនោះគេរកឃើញថាអាចកត្តាបណ្ដាលមកពីអ្នកម្ដាយបណ្ដាលមកពីកូនឬមួយក៏បណ្ដាលមកពីលក្ខខណ្ឌសុខហើយក្នុងនោះមាន25ទៅ 60% គឺយើងអត់ដឹងថាមកពីមូលហេតុអីទេកត្តាមួយនោះគឺមកពីកូននោះគឺកូននោះមានក្រូម៉ូសូមមិនធម្មតាពីកំណើតណាមួយដែលគេអត់ដឹងថាកូននោះមានបញ្ហាសុខភាពទៅលើសរីរាង្គណាមួយពេលខ្លះអេកូមើលអត់ឃើញព្រោះអេកូមើលបាន 80% ទេពេលដែលគាត់ខូច genetic ហ្នឹងគឺគាត់ស្លាប់នៅក្នុងពោះតែម្ដងមួយទៀតគឺនៅពេលដែលស្ត្រីនៅក្នុងកំពុងមានទម្ងន់ហ្នឹងគាត់មានឆ្លងមេរោគដូចជាមេរោគអេដមេរោគស្វាយប្រមេះថ្លើមបេថ្លើមសេមេរោគពពួករលាកពហុនោមស្រឹបតកោកបេហើយនឹងពួករុយបេឡាពពួកស្អូយកញ្ជ្រិលអុចស្វាយតុកសូផ្លាស្មូសក៏សិតតែជាមេរោគដែលអាចបង្កឲ្យកូនស្លាប់នៅក្នុងផ្ទៃដែរស្ត្រីដែលជាម្ដាយខ្លួនឯងហ្នឹងគាត់មានបញ្ហាទឹកនោមផ្អែមហើយនឹងលើសសម្ពាធឈាមពេលដែលគាត់ទងន់ទៅគាត់លើសជាតិពុលនៅក្នុងថ្លើមខ្ពស់ពេកឬមួយក៏លើសជាតិលឿងនៅក្នុងថ្លើមខ្ពស់ពេកដែលបណ្ដាលមកពីថ្លើមរបស់គាត់ហ្នឹងងាយពុលជាមួយនឹងអរម៉ូនផ្ទៃពោះគេហៅថា cholestasis នឹងឯងកត្តាដែលមកពីកូននោះគឺពេលដែលលូតលាស់នៅក្នុងផ្ទៃយើងបានរកឃើញថាទារករបស់យើងមានការលូតលាស់ទូចនៅក្នុងផ្ទៃពេលខ្លះកូនហ្នឹងគឺគាត់ប្រឈមជាមួយនឹងការគំរាមសម្រាលមុនកំណត់ការតាសុកគឺការលបើកសុកឬមួយក៏សុកនោះទូចខុសធម្មតាឬក៏ការដាំនៃរបស់តងសុកទៅលើសុកនោះវាអត់ត្រូវជាមួយនឹងទីតាំងហើយដូច្នេះហើយសំណួរបងប្អូនសួរថាចុះបើខ្ញុំមានកូនលើហ្នឹងតើកូនក្រោយអាចនឹងមានបញ្ហាអញ្ចឹងទៀតអត់បើសិនជាមកពីកត្តា genetic មកពីជំងឺឆ្លងហើយយើងអត់បានព្យាបាលឬមួយក៏មកពីស្បូនយើងមានបញ្ហាដែលសុកហ្នឹងវាងាយក្រិនយើងអាចនឹងមានកត្តាអញ្ចឹងឬមួយក៏អ្នកម្ដាយគាត់មានជំងឺទឹកនោមផ្អែមឬលើឈាមមុននឹងមានទម្ងន់ស្ត្រីគួរតែឆែកសុខភាពមុនសិនដើម្បីធានាឲ្យបានថាសុខភាពរបស់គាត់អូខេក្នុងការយកកូនហើយវាប្រាប់គ្រូពេទ្យទាំងអស់នៅប្រវត្តិដែលពីមុនគាត់មានកូនមុនឲ្យគាត់ខូចហ្នឹងគាត់មានឈឺអីអត់បន្ទាប់មកទៀតទើបធ្វើការតាមដានផ្ទៃពោះឲ្យបានដិតដល់ហើយនឹងមានថ្នាំមួយចំនួនបើសិនជាគាត់ពីមុនគាត់មានជំងឺកាឡាភ្លើងគ្រូពេទ្យត្រូវធ្វើអេកូតាក់ទងជាមួយនឹងសរសៃឈាមស្បូនរបស់គាត់នឹងឲ្យថ្នាំទៅគាត់ការពារដើម្បីកុំឲ្យគាត់មានងាយជំងឺកាឡាភ្លើងនៅកូនមួយនេះទៀតការព្យាបាលគឺប្រែប្រួលទៅតាមប្រភពដែលបង្កឲ្យកូននឹងខូចក្នុងផ្ទៃនឹងឯងសម្រាប់បងប្អូនស្ត្រីដែលគាត់មានទម្ងន់ទទួលស្គាល់ថាបងប្អូនបានទៅថែទាំផ្ទៃពោះរៀងរាល់ខែតែអ្នកទាំងអស់គ្នាត្រូវស្គាល់ពីសញ្ញាដែលត្រូវទៅពេទ្យនៅពេលដែលពេទ្យអត់បានណាត់យើងដូចជាបើសិនជាកូនយើងអត់សូវរើតែជាង 50% នៃធម្មតាយើងត្រូវទៅសុកស្បូនរបស់យើងឡើងរឹងខុសធម្មតាចកោងខ្លាំងខុសធម្មតាក៏យើងត្រូវទៅពេទ្យដែរយើងមានការធ្លាក់សឬមួយក៏មានការក្តៅក្រហាយរមាស់ឬមួយក៏មានការពិបាកនោមដែលលាកពហុនោមសិតតែជាសញ្ញានៃការបង្ករោគពីខាងក្រោមទៅដែលអាចឲ្យឆ្លងទៅកូនរបស់យើងចាអញ្ចឹងបងប្អូនស្ត្រីទាំងអស់បើសិនជាគាត់មានបញ្ហាដោយដែលខ្ញុំបាននិយាយនេះហ្នឹងត្រូវតែទៅពេទ្យដើម្បីទទួលការព្យាបាលដើម្បីជៀសវាងកុំឲ្យមានហានិភ័យទៅលើការដែលកូនហ្នឹងអត់លូតលាស់នៅក្នុងផ្ទៃចឹងទៀតចាសូមអរគុណ